កញ្ញាសាឡេះសម្រាប់អាយុ27ឆ្នាំជាខ្មែរអ៊ីស្លាមរស់នៅខេត្តត្បូងឃ្មុំនេះមានបងប្អូនចំនួន8នាក់ដែលមានស្រីចំនួន5នាក់និងប្រុសចំនួន3នាក់ឪពុកម្ដាយរបស់នាងប្រកបមុខរបរជាចរកៅស៊ូដោយទទួលប្រាក់បៀវត្សប្រហែលជា30ទៅ40ម៉ឺនរៀលក្នុងមួយខែឪពុករបស់នាងជាមនុស្សករួមទាំងប្អូនប្រុស2នាក់ទៀតផងដែរដែលមានជីវភាពខ្វះខាតនិងមានសមាជិកក្នុងបន្ទុកច្រើននិងឃើញកូនអ្នកភូមិនៅទីនោះទៅធ្វើការបន្តបន្ទាប់ម្ដាយសាឡេះបានសម្រេចចិត្តឲ្យកូនទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយគិតថានឹងបានចំណូលបន្ថែមសម្រាប់ជួយផ្គត់ផ្គង់គ្រួសារសាឡេះបានចាក់ចេញពីប្រទេសកម្ពុជានៅខែមេសាឆ្នាំ2015ដោយជឿជាក់ទៅលើមេខ្យល់ដែលតែងតែរត់ការឲ្យអ្នកភូមិរបស់នាងដែលចង់ទៅធ្វើការនៅឯប្រទេសម៉ាឡេស៊ីក្រោយពេលនាងចាក់ចេញប្រមាណជា6ខែម្ដាយនាងមិនបានទទួលដំណឹងពីនាងទាល់តែសោះដោយបាត់ដំណឹងកាន់តែយូរទៅម្ដាយរបស់នាងបានសម្រេចចេញដើររកមេខ្យល់ដើម្បីស៊ើបសួររកដំណឹងកូនស្រីគាត់បានលក់ក្រវិលមាសរបស់គាត់ដែលទុកមុខជាយូរហើយនោះបានចំនួន40ម៉ឺនរៀលហើយធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយអ្នកភូមិនិងកូនប្រុសរបស់ខ្លួនអត់ដឹងថាទៅណាទេព្រោះនៅផែលពីអាទិត្យខ្ញុំតែទៅទៀតទៅវាថានៅពូចិនតង់ខាងណាពូចិនតង់ខ្ញុំអត់ស្គាល់ខាងពូចិនតង់វានិយាយផូតនេះបន្តិចនៅបន្តិចការខិតខំប្រឹងប្រែងស្វែងរកកូនស្រីគ្រប់ច្រកល្ហកដោយអស់សង្ឃឹមនិងមិនស្គាល់ភ្នំពេញផងនោះពួកគាត់ក៏ត្រឡប់ទៅកាន់ភូមិវិញដោយនឹកស្រណោះកូនស្រីដែលមិនដឹងជានៅទីណាពិតប្រាកដដោយហេតុផលច្រើនយ៉ាងដែលគាត់មិនអាចត្រឡប់មកផ្ទះបានដោយសារទី1គឺគាត់នឹងគេហៅថាចិត្តវិកលគឺមានន័យថាគាត់អត់ពេញលក្ខណៈគាត់មានវិកលចរិតគាត់ដូចជាមិនសូវគ្រប់លក្ខណៈដូចគេហើយវាអាចហេតុផលមកពីកំណើតធម្មជាតិរបស់គាត់ក៏មិនសូវជាគ្រប់លក្ខណៈដូចគេហើយទទួលរងនឹងការធ្វើបាបពីថៅកែផងគាត់រត់ចេញពីថៅកែមួយទៅថៅកែមួយរហូតទៅដល់ទៅធ្វើការនៅភោជនីយដ្ឋានមួយថ្ងៃមួយគឺគាត់ត្រូវបានចាប់ខ្លួននៅពេលដែលគាត់យកសម្រាមទៅចាក់ទៅតាមផ្លូវប៉ូលីសចាប់ហ្នឹងគឺគាត់ទៅយកដាក់ពន្ធនាគារហើយដាក់ពន្ធនាគារគាត់ត្រូវធ្វើការងារធ្ងន់ទៀតរហូតដល់គាត់បាត់ការចងចាំគឺយើងតាក់ទងទៅទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីភ្លាមហើយដើម្បីឲ្យជួយអន្តរាគមន៍ដោយទទួលបានព័ត៌មានតែប៉ុណ្ណឹងប៉ុន្តែអ្វីដែលច្បាស់គឺថាយើងមានអត្តលេខយើងចាំអត្តលេខរបស់អាឡោះនឹងបានប្រាប់ទៅស្ថានទូតក៏ចុះទៅបានជួយអន្តរាគមន៍ត្រឡប់មកប្រទេសកម្ពុជាវិញម្ដាយអាឡោះនៅពេលដែលអ្នកភូមិទៅតាមគាត់នៅពេលដែលគាត់កំពុងជាចរកស៊ូគាត់ទម្លាក់ចោលអាប្រដាប់ជាកស៊ូអីទាំងអស់ហើយគាត់រត់ឡើងលើម៉ូតូត្រឡប់មកដល់ភូមិវិញដល់ពេលដែលឃើញក្រុមការងារនៃអង្គការសង្ត្រាទៅដល់នោះគឺថាខាងខ្ញុំបាទផ្ទាល់គឺបង្ហាញរូបអាឡោះហ្នឹងឲ្យគាត់ឃើញតាមរយៈលិខិតបើកផ្លូវរបស់ស្ថានទូតគាត់ឃើញគាត់សក់ទឹកភ្នែកគាត់ស្រែកយំគាត់ថាគាត់រកអស់លទ្ធភាពហើយរយៈកាលកន្លងមកគាត់បានលក់កវលបាន40ម៉ឺនរៀលមករាជធានីភ្នំពេញដើម្បីស្វែងរកកូនប៉ុន្តែគាត់មិនដឹងថាទៅទីណាគាត់អស់សង្ឃឹមហើយគាត់គិតថាមិនគ្មានថ្ងៃបានជួបអាឡោះទៀតទេសាឡេះបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី28ខែមេសាឆ្នាំ2016បើតាមការសាកសួររបស់ស្ថានទូតគឺនាងត្រូវបានជាប់ពន្ធនាគារក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលប្រមាណជា6ខែមកហើយ